អត្ថបទទី26ផ្ដើមពីខ្លួនឯងយើងសាកនឹកគិតដល់រូបភាពនៃកុមារតូចដែលពួកគេទើបតែមានអាយុចន្លោះពី10ខែទៅ1ឆ្នាំមុនពេលចេះបោះជំហានឈានដើរពួកគេត្រូវចេះក្រោកឈរជាមុនសិនហើយការចេះក្រោកឈរនេះផងដែរគឺទាមទារនូវការខិតខំប្រឹងប្រែងរបស់ពួកគេដោយផ្ទាល់ជាជាងការជួយពីមនុស្សធំបន្ទាប់ពីចេះក្រោកឈរហើយនោះត្រូវទាមទារនូវភាពក្លាហានក្នុងការបោះជំហានឈានទៅមុខដែលជាជំហានដំបូងរបស់ពួកគេពិតណាស់មនុស្សធំអាចជួយពួកគេបានតាមរយៈការធ្វើជាឧបករណ៍ជំនួយសម្រាប់ការតោងដើររបស់ពួកគេក៏ប៉ុន្តែប្រសិនជាពួកគេនៅតែមិនព្រមបោះជំហានឈានជើងដើរដោយខ្លួនឯងទេនោះក៏គ្មានអ្នកណាអាចជួយពួកគេបានដែរការទាំងនេះគឺជាបទពិសោធន៍ដែលពួកយើងសុទ្ធតែធ្លាប់ឆ្លងកាត់រួចមកហើយជាការពិតណាស់មនុស្សយើងអាចរស់រានមានជីវិតបានក៏ដោយសារតែអាហារនិងទឹកជាអ្នកចូលទៅទ្រទ្រង់រូបរាងកាយតាមរយៈជីវជាតិនៃអាហារនិងទឹកទាំងនោះក៏ប៉ុន្តែចូលយើងសាកស្រមៃមើលថាប្រសិនជាមនុស្សម្នាក់មិនទទួលទានអាហារនិងទឹកសោះក្នុងរយៈពេលណាមួយនោះតើពួកគេអាចមានជីវិតរស់រានដែរឬទេប្រកាសណាស់ដែលថាបច្ចុប្បន្ននេះបច្ចេកវិទ្យាវិទ្យាសាស្ត្រនិងផ្នែកវិទ្យាសាស្ត្រមានការអភិវឌ្ឍនិងសម្បូរបែបបើទោះបីជាមនុស្សមិនអាចបរិភោគអាហារដោយខ្លួនឯងក្តីក៏ពួកគេអាចធ្វើការសង់ទយោអាហារចូលតាមមាត់ឆ្លងកាត់តាមបំពង់អាហារចូលទៅក្នុងក្រពះឬមួយធ្វើការវះកាត់កែច្នៃទៅតាមបច្ចេកទេសរបស់ក្រុមវិជ្ជបណ្ឌិតដោយបញ្ចូលអាហារតាមពោះដើម្បីចិញ្ចឹមនិងទ្រទ្រង់រាងកាយបានផងដែរយ៉ាងណាមិញបើទោះបីជាយ៉ាងនេះក៏ដោយក៏ចាំបាច់ត្រូវតែទាមទារនៅការខិតខំប្រឹងប្រែងពីសម័យខ្លួនដើម្បីធ្វើរឿងនេះដោយព្យាយាមជាទីបំផុតបើអ្នកមិនតស៊ូនឹងដំណាក់កាលមួយនេះទេអ្នកក៏មិនអាចរក្សាជីវិតបានបន្តទៀតនោះដែរប្រសិនជាអ្នកកំពុងមានជំងឺមិនថាជំងឺផ្លូវកាយឬផ្លូវចិត្តនោះទេនៅពេលដែលអ្នកធ្លាក់ខ្លួនឈឺប៉ុន្តែអ្នកបែរជាមិនចង់ទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលជំងឺទេនោះតើអ្នកនឹងជាសះស្បើយដោយរបៀបណាហើយបើទោះបីជាក្រុមគ្រួសាររបស់អ្នកអាចជំនះយកអ្នកទៅមន្ទីរពេទ្យបានក៏ដោយចុះក៏ប៉ុន្តែបើអ្នកខ្លួនឯងគ្មានឆន្ទៈក្នុងការធ្វើតាមវិជ្ជាបញ្ជារបស់គ្រូពេទ្យទេនោះក៏គ្មានប្រយោជន៍នោះដែរត្រង់នេះគឺទាមទារនូវការខិតខំប្រឹងប្រែងព្យាយាមនិងឆន្ទៈក្នុងការជួយខ្លួនឯងដោយផ្ទាល់ជាអាទិភាពទើបអ្នកអាចជាសះស្បើយបានត្រូវចាំថាមនុស្សនៅជុំវិញខ្លួនពួកគេគឺជាជំនួយដែលមានលក្ខខណ្ឌនិងដែនកំណត់ផ្ទុយមកវិញរូបអ្នកផ្ទាល់នេះហើយគឺជាជំនួយដែលឥតដែនកំណត់សម្រាប់ខ្លួនឯងជារៀងរហូតក្នុងនាមជាសិស្សឬនិស្សិតម្នាក់បើចង់រៀនពូកែនិងក្លាយខ្លួនជាសិស្សឆ្នើមវាគ្មានអ្វីក្រៅតែពីការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯងនិងយកចិត្តទុកដាក់ស្ដាប់គ្រូបញ្យលនៅក្នុងម៉ោងសិក្សានោះទេវាគ្មានផ្លូវកាត់ឯណាដែលអាចជួយឲ្យអ្នកក្លាយជាសិស្សពូកែក្នុងរយៈពេលដ៏ខ្លីណាមួយនោះដែរហើយក៏គ្មាននរណាម្នាក់អាចមករៀនជំនួសអ្នករួចធ្វើឲ្យអ្នកពូកែឆ្លាតវៃនិងចេះចាំបាននោះឡើយមានតែការខិតខំប្រឹងប្រែងដោយខ្លួនឯងពលគឺត្រូវខំប្រឹងស្វ័យសិក្សាប្រឹងអានប្រឹងស្ដាប់ប្រឹងស្រាវជ្រាវប្រឹងអនុវត្តនិងចេះសួរនៅពេលណាដែលអ្នកមានចម្ងល់ឬសំណួរជាអ្នករស់ស៊ីពូកែម្នាក់គឺត្រូវតែមានឆន្ទៈក្នុងការធ្វើវាមានទំនាក់ទំនងល្អមានចិត្តឧស្សាហ៍ព្យាយាមត្រូវតាមដាននិងសិក្សាអំពីទីផ្សារឲ្យបានជាប់លាប់ជាប្រចាំព្រមទាំងចេះធ្វើទីផ្សារមិនថាដោយផ្ទាល់ឬតាមរយៈប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមនោះទេពិតណាស់មានចំណុចខ្លះអ្នកអាចជួលគេឲ្យធ្វើជំនួសអ្នកបានក៏ប៉ុន្តែមិនមែនទាំងអស់នោះទេលើពីនេះទៅទៀតគឺអ្នកខ្លួនឯងត្រូវតែឈរជាបង្គោលនៃអាជីវកម្មឬមុខជំនួញមួយនេះជាដាច់ខាតយ៉ាងណាមិញបើសិនជាអ្នកចង់សម្រេចនៅគម្រោងឬគោលដៅណាមួយហើយបើវាជាគម្រោងរបស់អ្នកផ្ទាល់ផងនោះគឺដាច់ខាតត្រូវតែទាមទារនូវការផ្ដួចផ្ដើមគំនិតនិងការរៀបចំគម្រោងផែនការដើម្បីធ្វើវាដោយអ្នកខ្លួនឯងផ្ទាល់ម្យ៉ាងទៀតត្រូវរៀបចំឲ្យមានក្រុមការងារប្រសិនណាជាចាំបាច់ឬត្រូវការនោះ
អ្នកគឺជាមនុស្សម្នាក់ដែលដើរតួនាទីដ៏សំខាន់បំផុតក្នុងការសម្រេចនូវគម្រោងឬកិច្ចការងារមួយនេះជារួមមករឿងរ៉ាវខាងលើនេះគ្រាន់តែជារូបភាពមួយចំនួនដែលអាចជួយដាស់នូវការគិតរបស់ពួកយើងមួយផ្នែកតែប៉ុណ្ណោះប៉ុន្តែនៅមានរឿងរ៉ាវជាច្រើនផ្សេងទៀតដែលយើងម្នាក់ត្រូវតែរៀនសូត្រពីភាពសំខាន់របស់ខ្លួនឯងមិនថាជាកិច្ចការតូចឬធំជោគជ័យឬបរាជ័យអាចបន្តដំណើរទៅមុខឬដើរថយក្រោយបន្តធ្វើឬបោះបង់នឹងអាចរស់នៅក្នុងជីវិតដែលមានក្តីសុខឬក្តីទុក្ខនោះទេគឺយើងខ្លួនឯងជាបុគ្គលម្នាក់ដែលដើរតួនាទីដ៏សំខាន់បំផុតក្នុងការធ្វើវាមិនមែនមិនឲ្យពឹងផ្អែកមនុស្សជុំវិញខ្លួននោះទេប៉ុន្តែជាថ្មីម្ដងទៀតអ្នកត្រូវចាំថាមនុស្សជុំវិញខ្លួនគឺជាជំនួយដែលមានលក្ខខណ្ឌតែរូបអ្នកគឺជាជំនួយដែលគ្មានដែនកំណត់សម្រាប់ខ្លួនឯងជារៀងរហូតអ្នកគឺពិតជាបុគ្គលដ៏សំខាន់មួយរូបសម្រាប់ខ្លួនអ្នកផ្ទាល់